សម្រាប់ម៉ាក់ៗដែលមានអូនដល់វ័យត្រូវចាប់ផ្ដើមញ៉ាំអាហារដំបូងអត់ដឹងថាត្រូវចាប់ផ្ដើមពីណាទៅណាអាចមើលវីដេអូនេះបានធម្មតាការលូតលាស់របស់ក្មេងគឺខុសៗគ្នាក្មេងខ្លះអាចនឹងមានចំណង់អាហារនៅអាយុ6ខែក្មេងខ្លះអាចនឹងមានចំណង់អាហារមុនអាយុ6ខែត្រឹម5ខែឬក៏5ខែកន្លះប៉ុន្តែទោះបីជាគាត់មានចំណង់អាហារនៅអាយុ5ខែឬក៏6ខែក៏ម៉ាម៉ាអត់គួរចាប់ផ្ដើមឡើងធ្វើបបរខាំឲ្យគាត់ដែរសារកាពះពោះវៀនអូននៅខ្ចីអត់ទាន់មានសមត្ថភាពរំលាយប្រភេទសាច់ប្រភេទបន្លែប្រភេទអង្ករឬក៏ប្រភេទស៊ុតបានទេចឹងអ្វីដែលម៉ាម៉ាក់ត្រូវចាប់ផ្ដើមនោះគឺជាប្រភេទបន្លែឬក៏ផ្លែឈើចំហុយដែលមានរសជាតិផ្អែមស្រាលស្រដៀងជាមួយនឹងទឹកដោះគោឬក៏ទឹកដោះដែលអូនមុំចំណែកឯល្បាយគឺត្រូវតែម៉ត់ហើយនឹងរាវដោយទឹកដោះគោដែលអូនមុំអញ្ចឹងចំពោះបន្លែឬក៏ផ្លែឈើចំហុយមួយមុខម៉ាម៉ាក់គួរឲ្យអូនញ៉ាំរយៈពេល2ទៅ3ថ្ងៃដើម្បីសង្កេតមើលប្រតិកម្មរបស់អូនតែពេលដែលអូនញ៉ាំបន្លែផ្លែឈើមួយមុខហ្នឹងហើយប្រតិកម្មអីអត់ហើយម្យ៉ាងទៀតក៏ឲ្យអូនស្គាល់ក្លិនហើយនឹងរសជាតិបន្លែឬក៏ផ្លែឈើមួយមុខហ្នឹងបានច្បាស់លាស់ពេលខ្លះទោះបីជាអូនញ៉ាំទៅអត់មានប្រតិកម្មអីប៉ុន្តែបងគួរតែសង្កេតមើលថាពេលយប់ឡើងគាត់គេងលក់ស្រួលអត់ជួនកាលទៅបើសិនជាគាត់ញ៉ាំហើយយប់ឡើងគាត់គេងអត់ស្រួលគាត់រងំរងើអាចបញ្ជាក់ថាគាត់អត់ទាន់ស៊ាំជាមួយនឹងបន្លែឬក៏ផ្លែឈើមួយមុខហ្នឹងដែរដូច្នេះហើយការផ្ដល់អាហារឲ្យកូននៅដំណាក់កាលដំបូងនេះគឺសំខាន់បំផុតបើសិនជាបងចាប់ផ្ដើមឡើងធ្វើបបរខាប់ឲ្យកូនដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងកាពះពោះវៀនរបស់គាត់អត់ទាន់អាចមានសមត្ថភាពរំលាយអាហារអស់ហ្នឹងបានទេហើយនឹងមួយទៀតកូនបែងចែករសជាតិហើយនឹងក្លិនរបស់បន្លែឬក៏ផ្លែឈើហ្នឹងអត់ទាន់បានច្បាស់លាស់អញ្ចឹងហើយក៏អាចធ្វើឲ្យអូនឆាប់ទ្រាំដែរចុងក្រោយបើសិនជាម៉ាម៉ាក់មានចម្ងល់អីបន្ថែមឬក៏ចង់បានគ្រឿងទេសសម្រាប់បបរអូនចាប់ពីអាយុ6ខែឡើងអាចឆាតចូលពេចគ្រឿងទេសកុមារ NSP បានអរគុណច្រើន